ថ្ងៃនេះទី14ខែកញ្ញាឆ្នាំ2013នៅទីលានត្រូកាដេរ៉ូប្រទេសបារាំងយើងមានធ្វើបាតកម្មថ្ងៃនេះទោះបីជាមានភ្លៀងរលឹមយ៉ាងម៉េចក៏ដោយក៏បងប្អូនយើងនៅស៊ូទ្រាំទាល់តែចប់ចុងចប់ដើមដូច្នេះបង្ហាញឲ្យឃើញថាបងប្អូនខ្មែរទាំងនៅក្នុងស្រុកទាំងនៅក្រៅប្រទេសគឺដល់កោហើយលែងទ្រាំទ្របានហើយយើងទាំងអស់គ្នារួមគ្នាទាមទារនៅសិទ្ធិសេរីភាពទាមទារនៅយុត្តិធម៌បរាជណាគេមិនទាន់បានរកយុត្តិធម៌ឲ្យត្រឹមត្រូវដើម្បីសង្គមជាតិយើងថ្ងៃនេះយើងបដិសេធនៅលទ្ធផលឆ្នោតដែលប្រកាសដោយកោចបអាយ៉ងគណៈបកប្រជាជនកម្ពុជាត្រូវមានគណៈកម្មការឯករាជ្យពិនិត្យលទ្ធផលឆ្នោតតែយើងទាមទារឲ្យមានគណៈកម្មការឯករាជ្យមួយដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតដែលមានការចូលរួមអំពីអង្គការសហប្រជាជាតិយើងប្រឆាំងទៅនឹងការប្រើកម្លាំងទ័ពដើម្បីគម្រាមកំហែងប្រជារាស្ត្រខ្មែរស្លូតត្រង់ជាម្ចាស់ឆ្នោតយើងគាំទ្រពេញទំហឹងដល់បងប្អូនខ្មែរនៅក្នុងស្រុកដែលធ្វើការតស៊ូទាមទារនៅសិទ្ធិសេរីភាពទាមទារនៅយុត្តិធម៌ការពារនៅជ័យជំនះរបស់ខ្លួនដែលកាលពីថ្ងៃទី28ខែកក្កដាកន្លងទៅនេះហើយយើងនឹងនៅតែបន្តទៅទៀតរហូតបានជ័យជំនះជាស្ថាពរជ័យយោសាមគ្គីភាពខ្មែរសង្គ្រោះការពារជាតិនិងទឹកដីសង្គ្រោះការពារជាតិដីនិងទឹកដីប្រាក់ណែប្រងស្រីទុំរាំងរបស់ប្រាជ្ញាអើយកែវអើយកែវបន្តបាតកម្មតាមលំនាំមហិង្សាបន្តបាតកម្មតាមលំនាំមហិង្សាទុំលាក់ចោលមកសាងសង់រឿងអើយកែវអើយកែវយើងយកប្រទេសកម្ពុជាយើងយកកម្លាំងប្រជាពលរដ្ឋខ្មែរយើងយកកម្លាំងសាមគ្គីជាតិយើងបដិសេធលទ្ធផលបោះឆ្នោតយើងបដិសេធលទ្ធផលបោះឆ្នោតត្រូវមានគណៈកម្មការឯករាជ្យដើម្បីពិនិត្យលទ្ធផលបោះឆ្នោតមានយុត្តិធម៌មានសន្តិភាពជ័យយកគណៈបកសង្គ្រោះជាតិបាទសូមថ្លែងអង្គមព្រះអង្គគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមគោរពបងប្អូនជនរួមជាតិទីទាំងពិភពលោកក្នុងក្រៅប្រទេសនិងក្រៅប្រទេសពួកយើងបានមកធ្វើមហាបាតកម្មប្រឆាំងនឹងលទ្ធផលកោជបដែលបានផ្សាយចេញដោយមិនមែនជាសម្លេងរបស់ប្រជាពលរដ្ឋខ្មែរដែលបានបោះឆ្នោតនេះគឺជាតួលេខដែលជនក្បត់ជាតិមួយរូបដែលបាននិយាយទុកមុននេះគឺយើងមិននឹកស្មានថាគណៈកម្មការជាតិការបោះឆ្នោតនៅកោជបនេះហ៊ានមើលងាយប្រជាពលរដ្ឋខ្មែររាប់លាននាក់ទុកដូចជាសម្រាមហើយហ៊ានយកតួលេខដែលជនក្បត់ជាតិមួយរូបដែលបានប្រកាសទុកមុនយកមកប្រកាសនេះជាក្រុមផ្ដាច់ការហើយនឹងធ្វើអីតាមអំពើចិត្តហើយនឹងកោជបនេះបានចូលរួមនឹងក្រុមអភិវឌ្ឍស្បែកខ្លាទៅអភិវឌ្ឍទីណាប្រជារាស្ត្រខ្មែរបង្ហូរឈាមបង្ហូរទឹកភ្នែកនៅកន្លែងនោះហើយលោកហ៊ុនសែនបានសួរចំអកឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ថាបានប៉ុណ្ណឹងហើយចង់បានអីទៀតទី2គឺលោកជុំមីបាននិយាយជាលើកទី2នៅមហាបាតកម្មប្រឆាំងនឹងលោកប្រធានគឹមសុខាបានសួរប្រជាពលរដ្ឋខ្មែរថាបានប៉ុណ្ណឹងហើយចង់បានអីទៀតទី3លោកឈៀមយាបថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកប្រជាជនបានសួរចំអកមកដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ព្រមទាំងគណៈបកសង្គ្រោះជាតិថាបាន55កៅអីហើយចង់បានអ្វីទៀតនេះហើយជាអំណាចផ្ដាច់ការរបស់ក្រុមអភិវឌ្ឍស្បែកខ្លាខ្ញុំសូមឆ្លើយតាំងនាមឲ្យប្រជាពលរដ្ឋរាប់លាននាក់សូមឆ្លើយចម្លើយអស់ជនទាំង3នាក់នឹងថាចម្លើយមួយដ៏ខ្លីឆ្លើយថា
អ្វីដែលប្រជាជនខ្មែររាប់លានអ្នកចង់បានគឺចង់ឲ្យលោកហ៊ុនសែននិងគណៈបកប្រជាជនចោះចេញពីតំណែងព្រោះតំណែងនេះមិនមែនជាតំណែងរបស់គណៈបកប្រជាជនជាឈ្នះឆ្នោតទេ2013គឺប្រជាពលរដ្ឋខ្មែររាប់លានអ្នកជាអ្នកឈ្នះឆ្នោតហើយនឹងគណៈបកសង្គ្រោះជាតិជាអ្នកឈ្នះឆ្នោតហេតុនឹងហើយសូមឲ្យលោកហ៊ុនសែនចោះចេញពីតំណែងសូមអរគុណម្ដងទៀតផងដែរដល់បងនៅក្នុងគេថាសង្គ្រោះជាតិបានជួយជ្រោមជ្រែងខ្ញុំនៅពេលដែលខ្ញុំមានឧបសគ្គទាំងអស់អរគុណដល់បងមីសវណ្ណរាអរគុណដល់បងឡុងរីតំណាងរាស្ត្រនៅខេត្តបន្ទាយមានជ័យលោកអរគុណផងដែរដល់លោកសុកសុផាតតំណាងរាស្ត្រនៅខេត្តបន្ទាយមានជ័យផងដែរជាពិសេសអរគុណដល់បងដាវីតសវណ្ណនិងបងទឹកផាណាបាទដែលបានដឹកនាំខ្ញុំផ្ទាល់ទៅអង្គការសហប្រជាជាតិអង្គការសិទ្ធិមនុស្សលីកាដូក៏ដូចជាទៅជួបSteelheader លើក Steelheader ដើម្បីឲ្យដឹងពីរឿងហេតុការណ៍របស់ខ្ញុំនេះតែម្ដងសូមអរគុណច្រើនដល់បងប្អូននេះជាពិសេសអរគុណផងដែរដល់បងអត់សុខាបាទបងអត់សុខានេះគឺជាអ្នកដឹងរឿងខ្ញុំផ្ទាល់តាំងពីខ្ញុំសម្រេចចិត្តឬមិនសម្រេចចិត្តជាមួយនឹងគាត់ផ្ទាល់តាំងពីថ្ងៃដំបូងតែម្ដងបាទចៃដនក៏មានបងគុជលីដែលគាត់មកពីប្រទេសបារាំងហ្នឹងពេលនោះបាទមកជាមួយនឹងបងស្រីវីបាទមានបងអត់សុខាក៏ដឹងដែរគាត់បានជួយជូនខ្ញុំទៅដល់បន្ទាយមានជ័យទាំងយកបាទខ្ញុំបាទសូមជម្រាបសួរបាទបងប្អូនប្រិយមិត្តទាំងអស់បងប្អូនជាពលរដ្ឋខ្មែរនៅប្រទេសបារាំងនេះនៅទីក្រុងប៉ារីសខ្ញុំបាទមានកិត្តិយសនិងមានសំណាងណាស់បាទដែលដោយថាបានរូបម្ដងទៀតដោយខ្ញុំអតីតជានីតិហានអនុស្រីឯកនៅវិជាការឋានអង្គរៈហើយខ្ញុំមើលឃើញបាទការចាក់ស្ដែងការគៀបសង្កត់លើជាពលរដ្ឋការកេងប្រវ័ញ្ចយកដីប្លន់យកដីកាប់បំផ្លាញព្រៃឈើយួនចូលពីស្រុកធ្វើឲ្យអារម្មណ៍របស់ខ្ញុំដែលជានីតិហាននេះមិនអាចទប់អារម្មណ៍បានបាទនៅពេលថ្ងៃបោះឆ្នោតខ្ញុំសុខចិត្តបាទបកគលអាវុធបកគលឯកសារដែលជាទាហានជាអង្គរៈនោះបកគលឲ្យហើយខ្ញុំចូលរួមទៅបាទឃោសនាបម្រើគណៈបកសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យនៅពេលដែលខ្ញុំចូលច្រៀងហើយនិពន្ធបទចម្រៀងពេលនោះមានឧត្តមសេនីយ៍ទូបានគម្រាមកំហែងមកលើរូបខ្ញុំថាខ្ញុំប្រហែលជាចង់ស្លាប់ហើយចង់ងាប់ហើយមើលទៅហើយគម្រាមចាប់ខ្ញុំដាក់គុកទៀតផងប៉ុន្តែខ្ញុំនៅតែព្យាយាមដល់ទីបញ្ចប់បាទនៅថ្ងៃទី26ខ្ញុំឡើងជ្រៀងនៅទីលានវិទ្យាធិបតេយ្យបាទដើម្បីឃោសនាជូនគណៈបកសង្គ្រោះជាតិទៀតឥឡូវនេះការតាមប្រមាញ់និងតាមចាប់ខ្ញុំនៅមានជារៀងរហូតប៉ុន្តែខ្ញុំសប្បាយចិត្តណាស់នៅប្រទេសបារាំងនេះគ្មានការគម្រាមកំហែងទេបាទពេញចិត្តនឹងឃោសនាទាមទារយកសិទ្ធិសេរីភាពទាមទារយកសន្លឹកឆ្នោតជូនដល់គណៈបកសង្គ្រោះជាតិបន្តទៀតបាទសូមបងប្អូនទាំងអស់ជួយគាំទ្រនិងជួយលើកទឹកចិត្តឥឡូវថ្ងៃស្អែកនេះគឺជាថ្ងៃបាតកម្មធំចំនួន3ថ្ងៃសូមបងប្អូនទាំងអស់មេត្តាជួយគាំទ្របាទសម្រាប់ស្រុកខ្មែរយើងគ្មានសិទ្ធិសេរីភាពទេដោយខ្ញុំចង់ចូលរួមជាមួយនឹងសង្គ្រោះជាតិគេធ្វើបាបគេដេញតាមប្រមាញ់តាមចាប់គម្រាមមិនឲ្យខ្ញុំគេថាមិនឲ្យចូលរួមក្នុងការឃោសនាចដាច់ខាតដូច្នេះខ្ញុំបិទសិទ្ធិសេរីភាពមិនដូចជាប្រទេសបារាំងទេបាទហើយសូមអរគុណផងដែរដល់បងប្អូនទាំងអស់ដែលខំចំណាយបាទក្នុងពេលនេះចំណាយពេលវេលាហើយទាំងភ្លៀងហើយជឿជាក់ថាប្រជាជនខ្មែរយើងឥឡូវនេះក្រោកឈរច្រើនណាស់បាទក្រោកឈរច្រើនមែនទែនតែម្ដងបាទសូមអរគុណបាទសូមអរគុណសូមបងសយ៉ាំឲ្យចង្វាក់ឲ្យបទនេះគឺជាចំណងជើងថាគោលការណ៍7ចំណុចរបស់គណៈបកសង្គ្រោះជាតិដែលខ្ញុំទាញវិជាព្រៃហើយគេតាមចាប់តែម្ដងប៉ុន្តែធម្មតាខ្ញុំច្រៀងខ្ញុំលេងភ្លេងខ្លួនឯងណាពេលលេងភ្លេងខ្លួនឯងបើមិនអញ្ចឹងទេកូនពេលដែលខ្ញុំទៅឃោសនាហ្នឹងមានកូនស្រីខ្ញុំជាអ្នកលេងទូចអាយុ10ឆ្នាំហ្នឹងចូលរួមឃោសនាប៉ុន្តែថ្ងៃនេះកិត្តិយសបានបងសេចយ៉ាំបាទជាអ្នកជួយលេងឲ្យច្រើនឲ្យទៅមុខច្រើនសម្រាប់អញ្ចឹងវានេះឲ្យទៅមុខច្រើនដើម្បីធ្វើមកឲ្យអស់ខ្សែហ្នឹងហើយអរគុណដល់បងចំណានបងអ្នកភ្លេងបាទបងចំណានហើយនឹងបងដាញ់សរិនផងដែរនៅពេលដែលខ្ញុំមកដល់នេះមានបងទាំងពីរជាអ្នកជួយបាទសង្គ្រោះជាតិសង្គ្រោះប្រជាប្រុសស្រីសង្គ្រោះតាយាយពុកម៉ែមីងមាបងប្អូនសង្គ្រោះញាតិមិត្តសង្គ្រោះខ្លួនឯងសង្គ្រោះប្រពន្ធកូនសង្គ្រោះបងប្អូនឲ្យរួចចាក់ផុតទុកសោកចង់រៃសង្គ្រោះទឹកដីសង្គ្រោះព្រៃឈើនឹងរ៉ែសង្គ្រោះគេខ្មែរសង្គ្រោះអង្គរខេមរាសង្គ្រោះឲ្យរួចឲ្យផុតពីដៃពួកជនផ្ដាច់ការសង្គ្រោះផ្ដាច់ញាសង្គ្រោះរួមគ្នាយកជ័យឲ្យបាន
សង្គ្រោះដាច់ញាគោលការណ៍7ចាំងច្បាស់ទី1ចាស់ចាំងត្រូវបាន41001ខែទី2កម្មករត្រូវបាន600000រៀលផងដែរដូច្នេះត្រូវតែរួមគ្នាជួយសង្គ្រោះជាតិឲ្យបានទី3មន្ត្រីរាជការនិងគ្រូបង្រៀនប៉ូលីសទីហ៊ានក៏បាន1លាន1ខែទី4កម្មករដែលគាត់ធ្វើស្រូវទូទាំងស្រុកខ្មែរគាត់ញញឹមដែរព្រោះតែស្រូវគាត់លក់បានថ្លៃទី5ប្រជាពលរដ្ឋដែលគាត់ក្រក្រៃសូមកុំភ័យអ្វីព្យាបាលដោយអត់បង់ប្រាក់ទោះឈឺអ្វីទៅគុំថាក្រិនក្តៅឬក៏ក្រិនញាំងទោះឈឺដល់ថ្នាក់រឿងលុយរឿងកាក់រត់អ្នកចេញឲ្យ6យុវជនអោបការក្នុងការអប់រំភូមិគេភូមិខ្ញុំត្រូវបានអប់រំដូចគ្នានឹងមានឱកាសក្នុងការឲ្យយើងបានធ្វើការងារទើបត្រឹមត្រូវជាងារជាយុវជនសង្គ្រោះជាតិពីបញ្ហាបាញ់ចុះព្រីសាំងនឹងជីភ្លើងអគ្គិសនីក៏ត្រូវបាញ់ចុះថ្លៃដែរបាញ់ចុះការប្រាក់ក៏ត្រូវបាញ់ចុះដើម្បីជួយខ្មែរដូច្នេះត្រូវតែបោះឆ្នោតជូនបកសង្គ្រោះជាតិយើងជ័យយកគណៈបកសង្គ្រោះជាតិបាទសូមអរគុណបងណាបង